បាទសូមគោរពជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកជាមួយបងប្អូនដែលកំពុងតែត្រៀមខ្លួនសម្រាប់ការប្រឡងចូលក្របខ័ណ្ឌនានាជាពិសេសគឺត្រៀមប្រឡងចូលសាលាភូមិន្ទរដ្ឋបាលដើម្បីក្លាយជាសិស្សមន្ត្រីក្រមការសិស្សមន្ត្រីជាន់ខ្ពស់និងត្រៀមប្រឡងក្របខ័ណ្ឌតាមក្រសួងស្ថាប័ននានាផងដែរចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកជាមួយបងប្អូននៅកម្រងសំណួរចំនួន10ដែលមានលេខរៀងពី91ដល់100អញ្ចឹងចប់វីដេអូនេះគឺយើងបាន100សំណួរហើយអញ្ចឹងអ្វីដែលខ្ញុំបានចែករំលែកគឺខ្ញុំបានចែករំលែកហើយតែនៅឡើយតែបងប្អូនបានមើលហើយឬនៅអ្នកដែលមកថ្មីមិនទាន់បានមើលសូមចូលទៅមើលនៅក្នុង channel ហើយមានប៊ិចសភើគាត់ទៅបានទិញចឹងណាបងប្អូននេះកន្លែងណាដែលយើងចេះហើយចាត់ទុកជាការរំលឹកកន្លែងណាដែលយើងមិនចេះទេយើងសិក្សាស្រាវជ្រាវបន្ថែមទៀតធ្វើម៉េចឲ្យចេះចាំព្រោះការប្រឡងគឺអ្នកចេះច្រើនណាស់កម្មវិធីប្រឡងមួយគឺវាមិនមែន4 10 20អ្នកទេហ្នឹងហើយកម្មវិធីមួយគឺតិចក៏2-3,000អ្នកដែរណាសម័យខ្ញុំប្រឡងយកតែ205អ្នកទេតែបេក្ខជនដែលបានដាក់ពាក្យគឺចំនួន20000ណា20000អ្នកមិនធម្មតាហ្នឹងហើយមិនធម្មតាទេបងប្អូនអញ្ចឹងច្រើនណាស់បើយើងអត់ខ្លាំងអត់ជាប់ទេអញ្ចឹងតើយើងខ្លាំងដែរណាអញ្ចឹងចង់ខ្លាំងតើខំប្រឹងបងប្អូនណាអញ្ចឹងក៏មិនខាត់ពេកយើងចូលទៅមើលសំណួរទាំងអស់គ្នាអញ្ចឹងចូលដល់សំណួរទី91សំណួរទី91សួរថាតើខាងក្រោមនេះមួយណាជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី1អញ្ចឹងយើងមើលទីកគឺថ្ងៃទី1ខែមេសាឆ្នាំ2007ខថ្ងៃទី3ខែមិថុនាឆ្នាំ2002គោថ្ងៃទី3ខែកុម្ភៈឆ្នាំ2002អញ្ចឹងសំណួរនេះយើងបើសិនណាបងប្អូនបានមើលវីដេអូមុនបងប្អូននឹងគាត់នៅឃើញមកចម្លើយកដឹងតែមិនមែនជាចម្លើយហើយដោយសារថាបោះឆ្នោតអាណត្តិទី1គឺនៅក្នុងឆ្នាំ2002ណាច្បាប់បោះឆ្នោតអនុម័តប្រើប្រាស់នៅឆ្នាំ2001ដូច្នេះ2007ដឹងថាមិនមែនទេអញ្ចឹងវាអាច2002នេះនេះក៏មាន2002នេះក៏មាន2002អញ្ចឹងមិនដឹងថា3មិថុនាឬក៏3កុម្ភៈអញ្ចឹងយើងមើលចម្លើយរបស់គ្នាទៅចម្លើយគឺគោ3កុម្ភៈ3កុម្ភៈ2002គឺជាការបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី1បាទចូលដល់សំណួរទី92តើខាងក្រោមនេះមួយណាជាការបរិច្ឆេទការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី2ណាអាណត្តិទី2ម្ដងអញ្ចឹងរាប់មើលទៅក្រោយពេលឆ្នាំ2002 5ឆ្នាំគឺឆ្នាំ2000ប៉ុន្មានហ្នឹងហើយអញ្ចឹងយើងគិតមើលទៅចម្លើយកគឺថ្ងៃទី1មេសាឆ្នាំ2007ចម្លើយខ3មិថុនាឆ្នាំ2012ចម្លើយគោគឺ4មិថុនាឆ្នាំ2009ខ្ញុំដាក់ចម្លើយហ្នឹងគឺងាយស្រួលណាស់បងប្អូនបួកដូចបកជើអញ្ចឹងដូចខ្ញុំបានជម្រាបមិញអញ្ចឹងគឺយើងរាប់5ឆ្នាំមកអញ្ចឹង5ឆ្នាំក្រោយឆ្នាំ2002គឺឆ្នាំ2007អញ្ចឹងនៅក្នុងនេះមានណាឆ្នាំ2007ហើយអញ្ចឹងវាយឲ្យឡាប់ក៏ចម្លើយកដែរជាចម្លើយដែលត្រឹមត្រូវបាទគឺ1មេសា2007យើងចូលដល់សំណួរបន្ទាប់ប៉ុន្តែមុននឹងចូលកុំភ្លេចជួយ like និង subscribe ផងសម្រាប់អ្នកថ្មីណាអញ្ចឹងសំណួរបន្ទាប់93គឺសួរថាតើខាងក្រោមនេះមួយណាជាការបរិច្ឆេទបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី3អញ្ចឹងយើងឆ្នាំមិញអាណត្តិទី2គឺ2007ណាអញ្ចឹង3ឆ្នាំក្រោយ2007 5ឆ្នាំក្រោយ2007គឺ2000ប៉ុន្មានបងប្អូនអញ្ចឹងចម្លើយក2មេសា2009អាហ្នឹងដឹងថាខុសបាទព្រោះ2007 5ឆ្នាំក្រោយវាត្រូវ2000ប៉ុន្មានត្រូវ2012មិនត្រូវមែនណា2012 2013ណាមើលម្ដងហ្នឹងតែយើងមើលតើមានចម្លើយណាដែលវាហាក់ផែលអញ្ចឹងយើងអាចបើយើងអត់ដឹងទេយើងទស្សន៍ទាយបានណាព្រោះมันប្រកាសថាយើងគ្រប់សំណួរទាំងអស់យើងសិតតែដឹងចម្លើយឯងពេលខ្លះយើងត្រូវការប្រើគ្រប់កលវិធីគ្រប់យុទ្ធសាស្ត្រណាជួនកាលយើងអត់ចេះទេតែយើងទស្សន៍ទាយអូខេអញ្ចឹងយើងចម្លើយខគឺ3មិថុនា2012ណានេះស្តៀងហ្នឹងចាប់ដើមណាគោគឺ4មិថុនា2017យើង2007ដល់2017វា10ឆ្នាំហ្នឹងអញ្ចឹងចម្លើយគោហ្នឹងក៏មិនត្រឹមត្រូវដែរចម្លើយកក៏មិនត្រឹមត្រូវដែរអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខហ្នឹងឯងបងប្អូន
គឺ3មិថុនា2012សំណួរទី94សួរថាតើខាងក្រោមនេះមួយណាជាការបរិច្ឆេទការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4អញ្ចឹងយើងមើលទៅ2012អញ្ចឹងក្រោយ5ឆ្នាំបានថែម5ឆ្នាំទៀតទៅ2010ម៉ាន2017ហើយមែនហ្នឹងហើយឲ្យចេញក្បាល2017មកប្រហែលជាចម្លើយត្រូវហើយប៉ុន្តែយើងត្រូវមើលថ្ងៃខែទៀតដោយសារគេសួរទាំងថ្ងៃទាំងខែទាំងឆ្នាំអញ្ចឹងទីកគឺ2មិថុនា2007ហ្នឹងដល់ខុសមួយបាត់ចម្លើយខ3មិថុនា2017នេះស្តៀងអីគេហ៎អាចដែរឃើញទេចម្លើយគោ4មិថុនា2017នេះអានេះវាពិបាកអាឡៃហ្នឹងបងប្អូន2017ដូចគ្នាក៏ប៉ុន្តែអាមួយថ្ងៃទី4អាមួយថ្ងៃទី3នឹងអាមួយណាពិតប្រាកដអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយគោគឺថ្ងៃទី4មិថុនាហេតុម៉េចបានយើងគួរអ្វីដែលយើងអាចធ្វើជាកន្លឹះក្នុងការចងចាំនៅសំណួរនេះបានសំណួរនេះគឺយើងទី1បើនិយាយរឿងឆ្នាំយើងដេញមកពីអាណត្តិទី1 2002ដល់មកដល់2017គឺទី4ហើយថ្ងៃចង់ដឹងវាជាថ្ងៃទីប៉ុន្មាននេះទី4អានេះទី4ដែរអញ្ចឹងវាចែកដនដែរខ្ញុំដឹងថាការរៀបចំការកំណត់របស់រដ្ឋាភិបាលហ្នឹងកាលពីពេលហ្នឹងលោកគិតអញ្ចឹងមែនឬក៏អីទេតែសម្រាប់ខ្ញុំនៅពេលដែលខ្ញុំរៀនខ្ញុំព្យាយាមចាំថានេះថ្ងៃអាណត្តិទី4ហ្នឹងគឺត្រូវថ្ងៃទី4ហើយខែមិថុនាយើងមើលអាណត្តិទី3ក៏មិថុនាអាណត្តិទី4ក៏មិថុនាដែរអញ្ចឹងលើកលែងអាណត្តិទី1ទី2យើងដែលមិនមែនមិថុនាអញ្ចឹងណាអញ្ចឹងយើងទៅបន្តទៀតអាណត្តិទី3គឺថ្ងៃទី3ឃើញទេអាណត្តិទី3ថ្ងៃទី3អាណត្តិទី4ថ្ងៃទី4ហ្នឹងអញ្ចឹងណាអញ្ចឹងយើងមើលបន្តទៀតគឺសំណួរទី95សួរថាតើខាងក្រោមនេះមួយណាជាការបរិច្ឆេទការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី5ណាអាណត្តិទី5អញ្ចឹងក្រោយមិញអាណត្តិទី4 2017អញ្ចឹងក្រោយ2017 5ឆ្នាំវាប៉ុន្មានបងប្អូនគឺ2000ម៉ានអញ្ចឹងក3មិថុនា2021ខ4មិថុនា2022គោ5មិថុនា2022នេះឃើញទេអញ្ចឹងយើងគិតមើលគ្រាន់តែក្រោយ2017ក្រោយ5ឆ្នាំគឺ2022ត្រូវហើយប៉ុន្តែអានេះតើមួយណាជាចម្លើយដែលត្រឹមត្រូវអាមួយ4មិថុនាអាមួយ5មិថុនាប៉ុន្តែយើងខ្ញុំនិយាយខាងដើមមិញអញ្ចឹងយើងមើលថាអាណត្តិនេះគឺអាណត្តិទី5អញ្ចឹងអាណត្តិទី5វាខ្ញុំថាជា psychology ឬការគិតរបស់រដ្ឋាភិបាលកំណត់ការបរិច្ឆេទហ្នឹងគឺអាណត្តិទី5កុំឲ្យបាក់គិតគឺថ្ងៃទី5យកថ្ងៃទី5ហើយខែមិថុនា3 4អាណត្តិហ្នឹងគឺខែមិថុនាដូចគ្នាអញ្ចឹងចម្លើយដែលត្រឹមត្រូវច្បាស់ជាចម្លើយគោហើយបាទគឺ5មិថុនាឆ្នាំ2022សំណួរចុងក្រោយមានសំណួរចុងក្រោយសំណួរទី96សួរថាតើក្រុមប្រឹក្សាឃុំសង្កាត់ត្រូវមានសមាជិកតិចបំផុតប្រមាណអ្នកណាតិចបំផុតប្រមាណអ្នកក្រុមប្រឹក្សាបាទចម្លើយក3នាក់ចម្លើយខ5នាក់ចម្លើយគោ7នាក់អញ្ចឹងចម្លើយមួយណាជាចម្លើយត្រឹមត្រូវក្រុមប្រឹក្សាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខ5នាក់ក្រុមប្រឹក្សាត្រូវមានសមាជិកយ៉ាងតិច5នាក់នេះយ៉ាងតិចទេណាมันអាចក្រោម5នាក់ហើយត្រូវតែលេខសេសมันអាចលេខគូបានទេបាទច្រើនក៏ត្រូវតែលេខសេសតិចបំផុតក៏ត្រូវតែលេខសេសដែរសំណួរបន្ទាប់97ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវមានសមាជិកច្រើនបំផុតមិញតិចបំផុត5នាក់ចុះបើច្រើនបំផុតប៉ុន្មាននាក់ចម្លើយក11នាក់ចម្លើយខ10នាក់ចម្លើយគោ9នាក់អញ្ចឹងចម្លើយខដឹងមិនត្រឹមត្រូវពួកខ្ញុំនិយាយមិញហើយព្រោះសមាជិកក្រុមប្រឹក្សាមិនអាចលេខសេសលេខគូបានទេត្រូវតែលេខសេសអញ្ចឹងលេខ10ជាលេខគូអញ្ចឹងលេខចម្លើយខហ្នឹងដឹងមិនមានចម្លើយទេអញ្ចឹងវាអាច9នាក់និង11នាក់តើមួយណាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ11នាក់អញ្ចឹងក្រុមប្រឹក្សាអាចមានសមាជិកច្រើនបំផុត11នាក់មិនអាចលើស13 14 15 16អីបានទេតែបើច្បាប់ថ្ងៃក្រោយមានការកែប្រែមិនអាហ្នឹងឬផ្សេងតែទៀតប៉ុន្តែយើងគិតដល់ត្រឹមថ្ងៃនេះគឺ11នាក់ច្រើនបំផុតសំណួរ98តើការបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ត្រូវប្រកាសដោយអ្នកណាសំណួរនេះខ្ញុំនិយាយមិញមករឿយៗដោយណាគេមិញណាធម្មតាដោយអនុក្រឹត្យណាអញ្ចឹងដោយអ្នកណាអ្នកចេញអនុក្រឹត្យព្រះមហាក្សត្រព្រឹទ្ធសភារដ្ឋសភាឬក៏នាយករដ្ឋមន្ត្រី
ចឹងចម្លើយដែលត្រឹមត្រូវគឺនាយករដ្ឋមន្ត្រីបាទអូខេចឹងបន្តទៀតចំនួនទី99តើនាយករដ្ឋមន្ត្រីត្រូវប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់យ៉ាងតិចប្រមាណខែមុនការបោះឆ្នោតមកដល់ចឹងប្រមាណខែដើម្បីរៀបចំណាមិនប្រកាសថ្ងៃនេះបោះឆ្នោតស្អែកណាបងប្អូនចឹងគឺមានរយៈពេលត្រឹមត្រូវដែលមានកំណត់ក្នុងច្បាប់អញ្ចឹងទី1 6ខែទី2 9ខែទី3 12ខែអញ្ចឹងមួយណាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ9ខែបាទ9ខែមុនការបរិច្ឆេទនៃការបោះឆ្នោតមកដល់អូខេសំណួរទី100ចុងក្រោយរឿងវែងបន្តិចហើយតែយើងអាចមើលឲ្យច្រើនដងណាបញ្ជាបងប្អូនរាល់ពេលឆ្លើយសំណួរត្រូវតែអានសំណួរហ្នឹងឲ្យបានឲ្យយល់សិនបាទឲ្យយល់ធ្វើម៉េចឲ្យយល់បើមិនយល់ 100% គឺឲ្យយល់70-80% មកមុននឹងយើងជ្រើសរើសចម្លើយណាអញ្ចឹងមិនថាសំណួរវែងខ្លីទេអញ្ចឹងយើងមើលដើម្បីឈោះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់តើគណៈបកនយោបាយត្រូវដាក់ពាក្យសុំចុះបញ្ជីបេក្ខជនឈោះឈ្មោះបោះឆ្នោតតាមរយៈការកំណត់របស់គោជបទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់យ៉ាងតិចប្រហែលថ្ងៃមុនថ្ងៃបោះឆ្នោតអញ្ចឹងអានេះការបរិច្ឆេទបោះឆ្នោត9ខែចេញដោយរដ្ឋាភិបាលដោយនាយករដ្ឋមន្ត្រី9ខែមុនពេលបោះឆ្នោតមកដល់តែអានេះគណៈបកនីមួយៗត្រូវតែធ្វើបញ្ជីឈ្មោះដាក់ឲ្យគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់តែគេមានកំណត់តើប្រហែលថ្ងៃបើហួសកំណត់ការបរិច្ឆេទ deadline ហ្នឹងគឺគេអត់ទទួលទេបាទអញ្ចឹងចម្លើយមាន30ថ្ងៃ60ថ្ងៃនិង90ថ្ងៃអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ90ថ្ងៃបាទអញ្ចឹងលើស90ថ្ងៃអត់ទទួលទេណាអត់ទទួលទេយើងអាចដាក់មុន90ថ្ងៃបានប៉ុន្តែមិនឲ្យលើសអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងអរគុណបងប្អូនដែលបានចូលមកទស្សនាកុំភ្លេចជួយ like subscribe អ្នកដែលមកថ្មីមានបញ្ហាសំណួរអាចសួរបាននៅក្នុងខ្ទង់ comment ឬក៏បងប្អូនអាចចូលទៅតាម Telegram ដែលខ្ញុំបានដាក់Telegram នៅក្នុងខ្ទង់ description អរគុណជម្រាបលាជួបគ្នាក្នុងវីដេអូបន្ត